ជំរាបសួរតើបងប្អូនពុកម៉ែទាំងអស់គ្នាមាន AC Super App ធនាគារខ្មែរនេះប្រើហើយនៅបើមានហើយតោះមកដឹងពីវិធីប្រើប្រាស់ App ឲ្យមានសុវត្ថិភាពខ្ពស់ជាមួយនឹងខ្ញុំទាំងអស់គ្នាវិធីប្រើ App ឲ្យមានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ចាំបាច់ណាស់ក្នុងការអនុវត្តទៅតាមគន្លឹះសំខាន់ៗសម្រាប់ការពារការក្លែងបន្លំការឆបោកតាមអនឡាញឬអ៊ីនធឺណិតទី1ដែលសំខាន់ជាងគេនោះគឺយើងមិនត្រូវចុចលើ link ឬបញ្ចូលកម្មវិធីគ្រប់ប្រភេទតាមការណែនាំរបស់នរណាម្នាក់ឬកម្មវិធីដែលមិនស្គាល់គ្មានប្រភពច្បាស់លាស់ចូលទៅក្នុងទូរស័ព្ទដៃរបស់យើងជាដាច់ខាតជនឆបោកតែងតែបន្លំខ្លួនខ្លាចជាបុគ្គលិកស្ថាប័នណាមួយដើម្បីបញ្ឆោតឲ្យអ្នកទាំងអស់គ្នាចុចទៅលើលំនាំភ្ជាប់ឬទាញយកកម្មវិធីរបស់ពួកគេនៅលើទូរស័ព្ទដៃរបស់លោកអ្នករួចពួកគេឈានទៅដល់ការគ្រប់គ្រងទូរស័ព្ទដៃរបស់លោកអ្នកទាំងស្រុងនិងបន្លំធ្វើប្រតិបត្តិការផ្សេងទី2សូមកុំផ្ដល់លេខសម្ងាត់ឬលេខ6ខ្ទង់ដែលទទួលបានតាមរយៈការផ្ញើសារឬព័ត៌មានផ្ទាល់ខ្លួនទៅឲ្យនរណាម្នាក់ឲ្យសោះបុគ្គលិកធនាគារ AC Lida មិនដែលតាក់ទងស្នើសុំលេខសម្ងាត់ពីអតិថិជនឬបង្គាប់ឲ្យអតិថិជនធ្វើប្រតិបត្តិការណាមួយឡើយសូមមេត្តាប្រុងប្រយ័ត្នជនឆបោកដែលព្យាយាមទំនាក់ទំនងទៅកាន់លោកអ្នកក្រុមមធ្យោបាយដោយជូនដំណឹងថាលោកអ្នកទទួលបានទឹកប្រាក់ពីការប្រើប្រាស់សេវាកម្មឬកម្មវិធី Mobile App របស់ធនាគារហើយបានតាំងខ្លួនជាបុគ្គលិកធនាគារដោយមិនបានបង្ហាញពីអត្តសញ្ញាណឬប្រភពច្បាស់លាស់ណាមួយដើម្បីអូសទាញលោកអ្នកឲ្យប្រាប់ពីលេខគណនីចំនួនទឹកប្រាក់លេខសម្ងាត់ឬលេខ OTP ជាដើមក្នុងបំណងទុច្ចរិតទី3ប្រសិនបើលោកអ្នកទទួលបានការស្នើសុំជាបន្ទាន់នៅព័ត៌មានផ្ទាល់ខ្លួនដើម្បីចូលទៅកាន់គណនីរបស់លោកអ្នកការស្នើសុំលេខអត្តសញ្ញាណឬក៏ដើម្បីបញ្ជាក់ពីព័ត៌មានគណនីរបស់លោកអ្នកសូមកុំចុចលើតំណភ្ជាប់ដែលទទួលបាននោះឬកុំឆ្លើយតបនិងកុំផ្ដល់ព័ត៌មានផ្ទាល់ខ្លួននិងព័ត៌មានគណនីជាដាច់ខាតសម្រាប់គន្លឹះសំខាន់ៗផ្សេងៗទៀតសូមមើលក្នុង website របស់ធនាគារ AC Lida ឬតាមដានលើ social media ផ្លូវការរបស់ធនាគារ AC Lida សូមអរគុណខ្ញុំមានព័ត៌មានពិសេសសូមបន្ថែមតិចទៀតធនាគារ AC Lida ត្រូវបានទទួលស្គាល់ថាមានប្រព័ន្ធសុវត្ថិភាពខ្ពស់ឈានមុខគេកម្រិតស្តង់ដារអន្តរជាតិបញ្ជាក់ពីការយកចិត្តទុកដាក់និងគិតទុកជាមុនក្នុងការការពារសុវត្ថិភាពប្រព័ន្ធធនាគារទិន្នន័យរបស់អតិថិជនព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ AC Lida ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត